ចាសួស្តីនាងខ្ញុំតាន់បណ្ឌិតសុខយីថ្ងៃនេះនាងខ្ញុំនឹងបកស្រាយចម្ងល់ដែលបងប្អូនទាំងអស់គ្នាតែងតែព្រួយបារម្ភថាតើ dental implant ឬមួយក៏ការដាំបង្គោលក្នុងឆ្អឹងហ្នឹងគឺជាអ្វីចាទី1គឺគាត់បារម្ភថាតើ dental implant ហ្នឹងធ្វើពីលោហៈធាតុអ្វីដែរមានប៉ះពាល់ដល់សុខភាពដែរឬទេទី2គាត់ព្រួយបារម្ភថាតើមានការឈឺចាប់ដែរឬអត់ចំណែកទី3វិញអត្រានៃការជោគជ័យរបស់ dental implant ហ្នឹងមានសភាពដូចម្តេចដែរការប្រើប្រាស់ហ្នឹងបានល្អដូចធ្មេញធម្មជាតិដែរឬទេហើយនឹងចំណុចទី4គឺបញ្ហាតម្លៃចាវាមានតម្លៃខ្ពស់ឬមួយក៏យ៉ាងណាអញ្ចឹងដោយសារតែថ្ងៃនេះខ្ញុំមានអ្នកជំងឺក្នុងការដែលធ្វើ dental implant នឹងល្មមចាអញ្ចឹងដើម្បីបកស្រាយនៅចម្ងល់ហើយនឹងកុំឲ្យបងប្អូននៅមានការភ័យខ្លាចអំពីដូចម្តេចដែលគេហៅថា dental implant នឹងទៀតតោះទៅមើលការដាំបង្គោលធ្មេញក្នុងឆ្អឹងនឹងជាមួយនឹងខ្ញុំចា dental implant ធ្វើឡើងអំពីសារធាតុ titanium ដែលគេច្នៃរូបរាងដូចជាវិសតូចមួយដែលយើងដាំទៅលើឆ្អឹងធ្គាមជំនួសធ្មេញដែលបាត់បង់បានគេជ្រើសរើស titanium ពីព្រោះវាមានភាពសមស្របជាមួយនឹងឆ្អឹងមនុស្សហើយមានសុវត្ថិភាពខ្ពស់ចំពោះការដាំបង្គោលធ្មេញក្នុងឆ្អឹងឬក៏ dental implant នេះក៏មិនមានការឈឺចាប់អ្វីខ្លាំងនោះដែរដោយគ្រូពេទ្យនឹងធ្វើការចាក់ថ្នាំស្ពឹកជាមុនសិនមុននឹងធ្វើការដាំចំពោះការប្រើប្រាស់វិញ dental implant ឬការដាំបង្គោលក្នុងឆ្អឹងនេះមានភាពងាយស្រួលនិងរឹងមាំដូចធ្មេញធម្មជាតិដែរយើងត្រូវដុសធ្មេញនិងសម្អាតឲ្យបានស្អាតល្អនឹងទៅជួបតាន់បណ្ឌិតជារៀងរាល់ការណាត់មកដល់ឆ្នាំ2025នេះការដាំបង្គោលធ្មេញក្នុងឆ្អឹងឬបង្គោល dental implant នេះមិនចាត់ទុកថាមានតម្លៃថ្លៃអ្វីប៉ុន្មានទេដោយសារបច្ចេកវិទ្យាកាន់តែទំនើបប្រទេសណាក៏អាចផលិតបានដូច្នេះតម្លៃខ្ពស់ឬទាបទៅតាមគុណភាពនិងតំបន់ចាសូមអរគុណ